ខ្ញុំសូមយកឱកាសនេះបញ្ជាក់បន្តិចរឿងថវិកាទៅលើវិស័យអប់រំនិងសុខាភិបាលកន្លងទៅថ្មីនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរណ៍របស់រាជរដ្ឋាភិបាលស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ2027-2029និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុនិងការគ្រប់គ្រងឆ្នាំ2027អញ្ចឹងពេលនោះគឺឃើញមានវិទ្យុ AFE វិទ្យុភាសាបារាំងអន្តរជាតិបានផ្សាយថារាជរដ្ឋាភិបាលកម្ពុជាគ្រោងកាត់បន្ថយចំណាយក្នុងវិស័យអាទិភាពមួយចំនួនតួយ៉ាងវិស័យអប់រំនិងវិស័យសុខាភិបាលដើម្បីដាក់បញ្ចូលទៅក្នុងវិស័យការពារជាតិនៅឆ្នាំ2027គេបានបញ្ជាក់ថារដ្ឋាភិបាលគ្រោងកាត់បន្ថយចំណាយជាង$170លានលើវិស័យអប់រំសុខាភិបាលនៅឆ្នាំ2027ដើម្បីទៅពង្រឹងវិស័យការពារជាតិករណីនេះក្រសួងសេដ្ឋកិច្ចវត្ថុបានចេញពន្យល់រួចទៅហើយវាគ្មានករណីនេះទេខ្ញុំសូមពន្យល់នៅព្រឹកនេះព្រោះក្រសួងសេដ្ឋកិច្ចវត្ថុទៅហើយប៉ុន្តែនៅតែមានអ្នកមិនយល់ហើយនៅតែមានអ្នកចេញមកថារដ្ឋាភិបាលល្ងងរដ្ឋាភិបាលអត់យល់បែរជាទៅកាត់សុខាភិបាលនិងអប់រំទៅស្អីវិញខ្ញុំសូមបញ្ជាក់ដោយខ្លីចេះទីមួយគឺរដ្ឋាភិបាលមិនមានការកាត់ចំណាយវិស័យអប់រំនិងវិស័យសុខាភិបាលទៅបំពេញឲ្យតម្រូវការវិស័យការពារជាតិទេទោះបីជាវិស័យការពារជាតិត្រូវកើនក៏ដោយនេះជាចម្លើយខ្លីទី2វិស័យសង្គមគិច្ចអប់រំសុខាភិបាលបន្តកើនឡើងជាក់ស្ដែងនៅឆ្នាំ2026នេះទោះបីជាយើងផ្ទុះសង្គ្រាម2025ក៏ដោយចំណាយលើវិស័យការពារជាតិកើនក៏ដោយប៉ុន្តែចំណាយលើវិស័យអប់រំនិងសុខាភិបាលអត់ថយទេមានតែកើននៅឆ្នាំ2026នេះហើយនឹងកើននៅឆ្នាំ2027ដល់ឆ្នាំ2029តទៅទៀតនេះគឺជាការពិតអត់មានការកាត់បន្ថយដកលុយពីអប់រំនិងសុខាភិបាលយកទៅបង្កើនឲ្យកងទ័ពនោះទេកងទ័ពវិស័យការពារជាតិរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើននៅវិស័យដែលសំខាន់រួមទាំងវិស័យការពារជាតិសន្តិសុខជាតិវិស័យអប់រំនិងសុខាភិបាលគឺសង្គមគិច្ចនេះឯងនេះគឺជាការជាក់ស្ដែងដែលខ្ញុំសូមប្រកាសបញ្ជាក់បងប្អូននៅពេលនេះបាទហើយបើយើងមើលនៅក្នុងដើមអាណត្តិនេះវិស័យអាទិភាពរបស់ជាតិអប់រំសុខាភិបាលច្រើនអាណត្តិមកហើយមនុស្សគឺជាគោលដៅទី1បំផុតនៃអភិក្រមរបស់រាជរដ្ឋាភិបាលច្រើនអាណត្តិមកហើយយុទ្ធសាស្ត្រត្រីកោណចក្រកោណបញ្ញកោណឥឡូវចូលបញ្ញកោណដំណាក់កាលទី1អញ្ចឹងបើយើងមើលទៅក្នុងអាណត្តិនេះគឺថាតាំងពីឆ្នាំ2024មក2026 3ឆ្នាំនេះថវិកានៅក្នុងវិស័យសង្គមគិច្ចជាមធ្យមកើនឡើងគឺជាង$2,600 លានអាមេរិកដែលមានកំណើនជាមធ្យម 7%វិស័យការពារជាតិនិងសន្តិសុខសណ្ដាប់ធ្នាប់មានចំនួនជា$1,100 លានអាមេរិកស្មើហើយកើនមធ្យមតែ 3.3% ទេនៅក្នុងរយៈពេល2024ទៅ2026នេះហើយបើសិនជាយើងគិតជាមេគុណគឺចំណាយទៅលើសង្គមគិច្ចទៅលើអប់រំនិងសុខាភិបាលកំណើនកើន1 គុណជា 2ប្រៀបធៀបជាមួយនឹងវិស័យការពារជាតិសន្តិសុខជាតិនេះគឺជាអត្ថប្រយោជន៍ជាក់ស្ដែងដែលយើងបញ្ជាក់ថាអប់រំនិងសុខាភិបាលវិស័យសង្គមគិច្ចនេះគឺជាអត្ថប្រយោជន៍ទី1របស់រដ្ឋាភិបាលនឹងការចំណាយធំជាងគេបំផុតហើយនៅតែបន្តជាអត្ថប្រយោជន៍ទី1ទោះបីក្នុងកលៈទេសៈដែលយើងមានសង្គ្រាមនេះក៏ដោយនេះគឺជាការបញ្ជាក់ហើយនឹងការអនុវត្តជាក់ស្ដែងរបស់រាជរដ្ឋាភិបាលអញ្ចឹងសំណួរសួរថាចុះបញ្យល់យ៉ាងម៉េចបើតួលេខគេដាក់មកតួលេខរបស់វិទ្យុបារាំងអន្តរជាតិគេយកតួលេខដែលសារាចរណែនាំភ្ជាប់មកជាមួយđóគេយកអានឹងជាភស្តុតាងគេគុណគូទៅគេឃើញថយវែនចុះបញ្យល់យ៉ាងម៉េចថាកើនវាសាមញ្ញទេខ្ញុំគិតថាហើយបានបញ្ជាក់ជាមួយជំនាញរបស់ក្រសួងសេដ្ឋកិច្ចអ្វីដែលវិទ្យុយកច្រឡំនោះគឺយកច្រឡំតួលេខដែលជាប់នៅសារាចរណែនាំតួលេខនេះគឺមិនមែនជាតួលេខចុងក្រោយក្នុងច្បាប់ថវិកាទេគឺជាតួលេខដំបូងសម្រាប់យកទៅចរចាហើយខ្ញុំបញ្យល់ឥឡូវសូមឱកាសនេះបញ្យល់បន្តិចចុះតែរឿងនេះវាបច្ចេកទេស
តែខ្ញុំសូមខិតខំបញ្យល់យ៉ាងណាឲ្យបានសក្តិឲ្យអាដាមអង្គជួនរត់ទៅនេះអាចយល់ហើយកុំដោយមិនប្រើបច្ចេកទេសពេកបាទអញ្ចឹងអ្វីដែលទួបារាំងវិទ្យុបារាំងអន្តរជាតិយកនោះបានន័យថាគាត់ប្រៀបធៀបតួលេខខុសបានន័យយកគោទៅប្រៀបធៀបជាមួយក្របីស្អីទៅគោស្អីទៅក្របីគោក្របីនេះបានន័យថាយកតួលេខ2ដែលមិនមានសកុតភាពជាមួយគ្នាយកទៅប្រៀបធៀបវាខុសបើចង់យកតួលេខដែលការចំណាយពិតប្រាកដត្រូវយកតួលេខច្បាប់ថវិកាប្រចាំឆ្នាំបានន័យថាក្រោយពីចរចាអញ្ចឹងស្អីទៅជាតួលេខនៅក្នុងច្បាប់ថវិកានិងស្អីទៅដែលជាតួលេខដែលប្រកាសនៅក្នុងសារាចរណ៍ថ្ងៃមុនដែលហៅថាពីដានគោលឆ្នាំ2017អញ្ចឹងជានីតិវិធីនៅក្នុងការចរចារបស់ក្រសួងនីមួយមុននឹងចាប់ផ្ដើមចរចាខែ7ហើយបិទខ្ចប់ថវិកាហើយឆ្លងសភាហើយបិទចប់ចរចានៅខែ9ហើយបាននីតិវិធីយកទៅឆ្លងបូកសរុបទៅយកទៅឆ្លងសភាអញ្ចឹងពេលដែលចាប់ផ្ដើមដំបូងគឺក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនឹងចេញតួលេខមួយដែលហៅថាពីដានគោលឆ្នាំ2017ជាតួលេខបឋមដើម្បីយកទៅចរចាអញ្ចឹងតួលេខបឋមនេះស្អីគឺជាតួលេខដែលផ្អែកទៅលើសកម្មភាពជាប្រចាំឆ្នាំរបស់ក្រសួងតែជាប្រចាំរបស់ក្រសួងអញ្ចឹងគេយកអានឹងគេដកចេញនៅសកម្មភាពដែលបានបញ្ចប់ឆ្នាំ2026ដកចេញនៅមុខចំណាយមិនប្រចាំមួយចំនួនហើយរួមទាំងដកចេញនៅការធ្វើវិសោធនកម្មចំណាយមួយចំនួនដែលសន្សំដែលដើម្បីធានានៅប្រសិទ្ធភាពនៃថវិកាសម្រាប់ក្រសួងណាបាទអញ្ចឹងគេយកអានឹងទៅហើយក្នុងកំឡុងពេលចរចានៅក្នុងកំឡុងពេលចរចាក្រសួងសម័យដូចជាក្រសួងអប់រំក្រសួងសុខាភិបាលត្រូវចរចាប្រាប់ថាឥឡូវគោលមកប៉ុណ្ណឹងតែខ្ញុំត្រូវសុំបន្ថែមចំណាយជាប្រចាំមិនប្រចាំមួយចំនួនសុំបន្ថែមនៅគេថាបន្តការចំណាយទៅលើមុខព្រួយមួយចំនួនដែលមិនទាន់ចប់នៅឆ្នាំ2026សុំបន្ថែមទៅលើតម្រូវថវិកាទៅលើចំណាយអាទិភាពថ្មីគោលនយោបាយថ្មីបាទអញ្ចឹងគេនឹងចរចាហើយអាដើមឧទាហរណ៍ដើម100ពេលដែលចរចាទៅអាចឡើង105ពេលបិទបញ្ចប់អានេះគឺខ្ញុំបញ្ជាក់តែប៉ុណ្្នឹងអញ្ចឹងដែល RFE យកទៅនិយាយថាថវិកា2027នេះទៀបជាងថវិកា2026វាអត់ត្រូវព្រោះគេមិនទាន់ចរចាផងត្រូវឲ្យចរចាខែ7បាទតខែ9បានចេញលទ្ធផលថាបានប្រមាណសម្រាប់2027អញ្ចឹងការយល់ច្រឡំនេះគឺរឿងតែប៉ុណ្្នឹងបាទដែលថាថវិកាឆ្នាំ2027សម្រាប់ក្រសួងសុខាភិបាលហើយក្រសួងអប់រំនេះថយចុះ$170លានប្រៀបធៀបទៅច្បាប់ថវិកាឆ្នាំ2026ប្រៀបធៀបវាអត់ត្រូវព្រោះមិនទាន់ចរចាចេញចប់ផងអាលេខចុងក្រោយទាន់ចេញផងអញ្ចឹងអ្នកនៅក្នុងវិស័យអប់រំគ្រូអីកុំអាភ័យមិនស្រួលឮសូរថាគេកាត់វិស័យអប់រំស្រួលកាត់ទាំងថវិការបស់ខ្លួនទៀតអត់ទេអត់មានកាត់ទេបាទហើយថវិកាដែលចេញជាសារាចរណែនាំនោះគឺថវិកាបឋមលេខតួលេខបឋមសម្រាប់យកទៅចរចានេះគឺជាការពិតដែលខ្ញុំសូមបញ្ជាក់ហើយឥឡូវយើងយកជាក់ស្ដែងយ៉ាងម៉េចឧទាហរណ៍ជាក់ស្ដែងនៅក្នុងវិស័យសុខាភិបាលថវិកាក្រសួងសុខាភិបាលយើងនិយាយយកគោលថាឆ្នាំ2026នេះថវិកានៅក្នុងច្បាប់ថវិកាដែលមកក្រសួងសុខាភិបាលមាន2754,936 2លាន7សែន54,936 លានរៀលបាទអានឹងជាង2750ថា2755 billionរៀលចុះជាច្បាប់ថវិកាដល់ឥឡូវតួលេខពីដានគោលឆ្នាំ2027យើងចេញមក2694 billion
អាហ្នឹងសម្រាប់ពីដានគោលយកទៅចរចាអាហ្នឹងហើយបានជាមើលទៅហាក់ដូចជាវាថយបើប្រៀបធៀបទៅវាថយ61 billion ស្មើនឹងថយ5 ដល់ 10 លានដុល្លារអញ្ចឹងប្រហែលគេយកអាហ្នឹងទៅប្រៀបធៀបអត់ទេកុំអាលភ័យមិនមែនតែទេគេយកទៅចរចាជាក់ស្ដែងខ្ញុំសូមបញ្ជាក់អង្កលពី2026ពីដានគោលដែលមុននឹងចរចាមានតែ2618 billion ទេដែលចាប់ផ្ដើមចរចាដល់ពេលចប់ចរចាបានចេញទៅ2754លាននេះ billion នេះអញ្ចឹងវាកើន 105% កើន 5% បាទអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតសារាចរដែលចេញទៅនោះភ្ជាប់ទៅជាមួយគឺថវិកាគោលមិនមែនថវិកាឆ្នាំរបស់2027របស់ក្រសួងសុខាភិបាលទេអញ្ចឹងបើយើងមើលលេខដើមនៃការចរចាអង្កល2026ដែលយើងទៅចរចាពីដានគោលសម្រាប់ចេញតែ2618 billion ទេអញ្ចឹងដល់ចរចាចប់ឡើង2754 billion អាហ្នឹងឆ្នាំ2026ឥឡូវឆ្នាំ2027នេះអាពីដានគោលលេខដែលចូលទៅចរចាដំបូងនេះគឺខ្ពស់ជាងលេខដែលចូលចរចានៅឆ្នាំ2016ទៅហើយគឺ2694 billion នោះអញ្ចឹងវាលើស75 billion បានលេខនៃការចាប់ផ្ដើមនេះយកទៅចរចាប្រៀបធៀបមួយឆ្នាំទៅគ្រាន់តែលេខចាប់ផ្ដើមហ្នឹងកើន75,000 លានហើយ75 billion ទៅហើយអញ្ចឹងបានន័យថាមិនទទួលលេខចុងក្រោយមិនថយជាងច្បាប់ថវិកាឆ្នាំ2026ទេបាទហើយបើយើងមើលនៅក្នុងការចរចាដែលយើងគ្រោងនៅក្នុងការចំណាយថវិការបស់វិស័យសង្គមគិច្ចស្របតាមក្របខ័ណ្ឌថវិការយៈពេលមធ្យម2027-2029នោះចំណាយវិស័យសង្គមគិច្ចនឹងគ្រោងកើនឡើង 3.4% សម្រាប់ឆ្នាំ2027គ្រោង 8.3% នៅឆ្នាំ2028និងគ្រោងកើនឡើង 5% នៅឆ្នាំ2029កើនជាមធ្យម2027-29នេះគឺ 5.6% អញ្ចឹងអត់មានកន្លែងណាមួយដែលបញ្ជាក់ថារដ្ឋាភិបាលកាត់លុយពីវិស័យអប់រំនិងសុខាភិបាលដើម្បីយកទៅបង្កើនវិស័យការពារជាតិនោះទេនេះគឺខ្ញុំសូមបញ្ជាក់បាទហើយសូមបងប្អូនឈប់ព្រួយបារម្ភទៅអតិភិបសំខាន់របស់រាជរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាបកផ្សេងឡើងការបដិបត្តិទេប៉ុន្តែសម្រាប់អតិភិបដែលដឹកនាំដោយរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនព្រោះរដ្ឋាភិបាលដឹកនាំដោយបកណាអនុវត្តគោលនយោបាយរបស់គណៈបកនោះអញ្ចឹងសម្រាប់ការធានារបស់យើងគឺវិស័យសង្គមគិច្ចមានសុខាភិបាលនិងអប់រំគឺជាអាទិភាពទី1មនុស្សគឺជាអាទិភាពទី1សម្រាប់យើងហើយការចំណាយនឹងបន្តកើនតាមយ៉ាងហោចណាស់នៅក្នុង2027-29នេះចឹងសូមកុំព្រួយបារម្ភឬមានការយល់ច្រឡំថារដ្ឋាភិបាលកាត់លុយពីអប់រំនិងសុខាភិបាលតទៅទៀតបាទឥឡូវមិញខ្ញុំនិយាយពីក្រសួងសុខាភិបាលចុះក្រសួងអប់រំមិញព្រមនិយាយតិចកាត់អប់រំទេអត់ទេអប់រំកាន់តែខុសពីសុខាភិបាលទៀតព្រោះពីដានគោលឆ្នាំនេះកើនមិនមែនថយទេប្រៀបធៀបទៅជាមួយនឹងអញ្ចឹងបានន័យថាឥឡូវពីដានគោលដែលយើងយកទៅចរចាឆ្នាំ2026ពីដានគោលដែលយើងចរចាពេលនោះគឺ4457 billion យកលេខមូល4457 billionរៀលដែលយើងចរចាចេញជាច្បាប់ថវិកាយើងបាន4474 billion បាទកើនបន្តិចអញ្ចឹងពីដានគោលដែលយើងចាប់ផ្ដើមចរចាសម្រាប់ថវិកាឆ្នាំ2027នេះសម្រាប់វិស័យអប់រំគឺ4689 billion នោះបានន័យថាកើន231 billionគ្រាន់តែពេលចាប់ផ្ដើមរួចទៅហើយអញ្ចឹងមិនតលទ្ធផលចុងក្រោយកាន់តែកើនខ្ពស់ជាងឆ្នាំ2026ពិតប្រាកដណាស់បាទគ្រាន់តែអាលេខបឋមយកទៅចរចានឹងខ្ពស់ជាងច្បាប់ថវិកាសម្រាប់អប់រំឆ្នាំ2026រួចទៅហើយ
ហើយពេលដែលចរចានេះមិនងាយក្រសួងណាថយក្រោយមានតែកើនតែចរចាចប់ព្រោះពេលដែលគេកំណត់តួលេខពីដានគោលទៅចរចាគឺលេខអបបរមាដែលយកតែអ្វីដែលប្រចាំបាច់ចឹងពេលដែលចរចាមួយក្រសួងមុខតដាក់ថាឥឡូវឆ្នាំថ្មីនេះខ្ញុំមានគោលនយោបាយថ្មីអធិភាពថ្មីអញ្ចឹងអាចុងក្រោយប្រកាសជាកើនលើសពីដានគោលឆ្នាំ2027 4689នេះទៅហើយអញ្ចឹងសូមបញ្ជាក់ហើយបើយើងប្រៀបធៀបទៅពីដានគោលដែលយើងយកទៅចរចានេះប្រៀបធៀបជាមួយច្បាប់ថវិកា2026សម្រាប់វិស័យអប់រំគឺកើន214,000 លាន billion ដូចស្មើ53 លានដុល្លារសុខាភិបាលពីដានគោលប្រៀបធៀបជាមួយច្បាប់ថវិកាដកបន្តិចតែសុខអប់រំគឺកើនបាទខ្ពស់ជាងអញ្ចឹងគឺសូមមានភាពជឿជាក់ចុះហើយលោកគ្រូនៅទីនេះណាហើយវិស័យកីឡារបស់យើងទាំងអ្នកប្រកួតអីផ្សេងទាំងអស់ឲ្យមានលំនឹងចិត្តចុះបាទអត់កាត់ទេមានតែបន្ថែមហើយអប់រំឆ្នាំនេះអាចកើនគួរសមផងដែរបាទអញ្ចឹងគឺសូមបញ្ជាក់សួរវិស័យកាអញ្ចឹងចុះវិស័យការពារជាតិអត់កើនទេអីវិស័យការពារជាតិក៏កើនដែរអតិភិបសម្រាប់ពង្រឹងវិស័យការពារជាតិរបស់យើងអនុវត្តច្បាប់កាតព្វកិច្ចត្រូវកើនយើងធ្វើកំណែតម្រង់កងទ័ពក៏កើនប៉ុន្តែមិនយកថវិកាពីក្រសួងពលរដ្ឋថាភិបាលយើងនៅមានថវិកាសម្រាប់ប្រើប្រាស់គ្រប់គ្រាន់មិនទាន់ត្រូវការដកពីវិស័យអប់រំនិងសុខាភិបាលយកបោទេបាទនេះគឺជាកិច្ចការសំខាន់ការពារជាតិមិនមែនការពារមួយថ្ងៃទេការពារជាតិគឺត្រូវការប្រើប្រាស់រយៈពេលរួងវែងដរាបណាប្រទេសខ្មែរនៅតែជាប្រទេសការពារជាតិត្រូវតែធ្វើការពារទាំងបូរណភាពទឹកដីការពារទាំងសន្តិសុខសណ្ដាប់ធ្នាប់សង្គមត្រូវតែធ្វើជាប្រចាំអញ្ចឹងការកសាងនិងការពារជាតិរឹងមាំគឺអាស្រ័យទៅលើមនុស្សរឹងមាំគឺអាស្រ័យទៅលើការវិនិយោគទៅលើធនធានមនុស្សនៅក្នុងសង្គមគិច្ចទាំងអប់រំទាំងសុខាភិបាលនេះឯងមិនអាចយកកងទ័ពកងទ័ពកាតព្វកិច្ចឬកងទ័ពអាជីពយ៉ាងម៉េចបើប្រជាពលរដ្ឋយើងចំណេះដឹងក៏មានកំណត់សុខភាពក៏ពិបាកអញ្ចឹងទ័ពចូលមកម៉េចអញ្ចឹងត្រូវតែវិនិយោគទៅលើសុខភាពប្រជាជនតាំងពីមុនកើតរដ្ឋាភិបាលយើងវិនិយោគតាំងពីមុនកើតស្ត្រីមានផ្ទៃពោះច្រើនមិនមែនគ្រប់ទេប៉ុន្តែច្រើនវិស័យដោយកម្មករកម្មការនេះបុកមន្ត្រីរាជការផ្សេងគឺរដ្ឋមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់តាំងពីមុនកើតកូនពេលកើតឧបត្ថម្ភក្រោយពីកើតដោយ2ឆ្នាំបាទមានបង្កើតឥឡូវយើងបង្កើនទាំងសំបីតែទារកកើតនៅក្នុងពន្ធនាគារដែលម្ដាយជាប់ឃុំក៏យើងគិតគូរឲ្យព្រោះត្រូវគិតកូនអត់មានកំហុសទេម្ដាយគាត់ធ្វើគាត់ទទួលតាមច្បាប់អញ្ចឹងត្រូវជួយព្រោះសិតតែជាទុនធានមនុស្សរបស់យើងអញ្ចឹងការវិនិយោគទៅលើវិស័យពង្រឹងវិស័យការពារជាតិពង្រឹងកិច្ចការពារជាតិគឺត្រូវវិនិយោគទៅលើមនុស្សហើយក្នុងនោះគឺការវិនិយោគទៅលើអប់រំនិងសុខាភិបាលនេះក៏ជាផ្នែកមួយនៃការពង្រឹងវិស័យការពារជាតិយូរអង្វែងរបស់យើងផងដែរខ្ញុំសូមបញ្ជាក់ចេះបាទកុំមើលការពារជាតិតែចំណាយទៅលើក្រសួងការពារជាតិជាតិមួយខ្លាំងបានតតែប្រជាជនខ្លាំងសេដ្ឋកិច្ចខ្លាំងទើបយើងរឹងមាំបាទសេដ្ឋកិច្ចខ្លាំងយើងស្មារតីស្នេហាជាតិធនធានមនុស្សម្នាក់មានសមត្ថភាពមានសុខភាពគ្រប់គ្រាន់នឹងហើយការពារជាតិរឹងមាំការពារជាតិមិនត្រឹមតែការពារជាតិនៅការគម្រាមកំហែងផ្នែកយោធាទេការពារជាតិគ្រប់ទាំងអស់សំបីតែវាយបហាភេរវកម្មសំបីតែជំងឺដោយកូវីដចឹងក៏យើងការពារជាតិដែរបើគ្មានមន្ត្រីពេទ្យរបស់យើងរឹងមាំតើការពារជីវិតប្រជាជនយើងបានទេពេលដែលកូវីដវាយបហាឥឡូវឮសូរជំងឺស្អីផ្សេងបាទកើតទៀតប៉ុន្តែដោយសារយើងមានប្រព័ន្ធសុខាភិបាលរឹងមាំយើងអាចធានាបានហើយនៅឆ្នាំ2021-22ដែលផ្ទុះខ្លាំងនៅកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហើយការអនុវត្តរបស់មន្ត្រីរបស់យើងគ្រប់ជាន់ថ្នាក់រួមទាំងប្រជាពលរដ្ឋរបស់យើងបានរួមគ្នាទប់កូវីដនេះប៉ុន្តែយើងស្លាប់ 3,000 នាក់ជាងប៉ុន្តែបើសិនជាយើងគ្មានសមត្ថភាពទប់ទល់មិនមែនត្រឹម 3,000 ទេប្រទេសខ្លះតូចជាងយើងស្លាប់រាប់ពើទេពួកពេលនោះ
ចឹងហើយគឺការការពារទៅលើវិស័យអប់រំការផ្ដល់អាទិភាពលើវិស័យអប់រំសុខាភិបាលត្រូវតែធ្វើអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតទោះបីជាការការពារជាតិវិស័យការពារជាតិឆ្នាំនេះនឹងទៅខាងមុខយើងត្រូវពង្រឹងក៏ដោយប៉ុន្តែយើងមិនចោលនៅការអភិវឌ្ឍនិងការវិនិយោគទៅលើធនធានមនុស្សជាពិសេសវិស័យសង្គមគិច្ចរបស់យើងអប់រំនិងសុខាភិបាលហើយថវិកាអត់មានកាត់ទេមានតែគ្រោងកើនប្រមាណចប់វិច្ឆិកខែ9ដឹងហើយប៉ុន្តែអត់មានថយទេឆ្នាំ2027ហើយក៏មិនថយ2028 29ដែរព្រោះដោយខ្ញុំប្រកាសមិនអញ្ចឹងគឺថាការត្រៀមជាថវិកានៅក្នុងការគ្រោងរយៈពេលមធ្យមយើងបានកើន 3.4% 2027 8.3% 2028និង5% 2029រួចទៅហើយអញ្ចឹងគឺនឹងកើនបន្តទៅទៀតនេះគឺសូមឲ្យបញ្ជាក់តែប៉ុណ្ណេះ